Come on. ជាបឋមខ្ញុំបាទអសតការីលុនសីហាតំណាងឲ្យក្រុមហ៊ុនសេលេចហ្វាម៉ានៅក្នុងថ្ងៃនេះមានកិត្តិយសនៅក្នុងការគោរពជំរាបសួរទៅដល់លោកគ្រូអ្នកគ្រូសាស្ត្រាចារ្យជំនួយដូចជាអាដាមលោកជំទាវដែលមានវត្តមាននៅទីនេះផ្ទាល់ក៏ដូចជាវត្តមាននៅតាមបណ្ដាញ Zoom ផងដែរហើយក្រុមហ៊ុនសេលេចហ្វាម៉ាក៏មានកិត្តិយសខ្លាំងណាស់ដែលបានចូលរួមនៅក្នុងការឧបត្ថម្ភគាំទ្រនៅក្នុងកម្មវិធីវគ្គបណ្ដុះបណ្ដាលរៀងរាល់វគ្គបណ្ដុះបណ្ដាលរបស់ខាង MCC ដែលបានរៀបចំហើយនៅក្នុងថ្ងៃនេះផងដែរកុំឲ្យខាតពេលវេលាយូរក៏សូមជំរាបជូនលោកគ្រូអ្នកគ្រូយើងបាននាំនៅការ present ខ្លីមួយតាក់ទងជាមួយនឹង product level most used human insulin ដោយលោកគ្រូអ្នកគ្រូបានស្គាល់ហើយតាមពិតទៅយើងមានទាំង3 brand ហ្នឹងមាន Mextart Insulatard Atrapid ហើយនិង Novomix អញ្ចឹងនៅក្នុងនេះសូមជំរាបជូនបន្តិចតាក់ទងជាមួយនឹងប្រវត្តិរបស់ក្រុមហ៊ុនNovo Nordisk គឺបង្កើតឡើងនៅក្នុងឆ្នាំ1923អញ្ចឹងមកដល់ឥឡូវនេះវាជាង100ឆ្នាំហើយនៅក្នុងឆ្នាំ1946យើងក៏ចាប់ផ្ដើមផលិតនៅពពួក Insulatard NPH ដោយលោកគ្រូអ្នកគ្រូបានឃើញអញ្ចឹងនៅក្នុងពាក្យ NPH ហ្នឹងគឺមានឈ្មោះលោក Hagedorn នៅក្នុងនឹងឯងneutral protamine hagedorn អញ្ចឹងដែលជាហេតុដែលរាល់ពពួក Reta ឬក៏ពពួក long acting insulin human ទាំងអស់គឺមានពាក្យកន្ទុយ NPH គឺជាអ្នកដែលគាត់រកឃើញហើយគាត់ក៏ជា founder របស់ក្រុមហ៊ុន Novo Nordisk ផងដែរហើយនៅក្នុងឆ្នាំ1961ក៏បង្កើតបានពពួក Atrapid ដែលជាពពួក short acting control score PVG នៅបន្ទាប់ពីអាហារហើយនៅក្នុងឆ្នាំ1964ក៏យើងបានផលិតនៅពពួក Premix ដែលវាងាយស្រួលនៅក្នុងការចាក់ម្ដងវាអាច control បានទាំង PPG ក៏ដូចជា FPG ផងដែរហើយបន្ទាប់មកនៅក្នុងឆ្នាំ2001យើងក៏បង្កើតបាននៅពពួក FlexPen ដែលវាមានភាពងាយស្រួលបត់បែនហើយក៏ដូចជាការទុកដាក់នៅក្នុងការប្រើប្រាស់ក៏ងាយស្រួលអញ្ចឹងរហូតដល់ឥឡូវយើងមាន Novomix ដែលពួក FlexPen នៅក្នុងទីផ្សាររបស់ប្រទេសកម្ពុជារបស់យើងដូចនេះផងដែរហេតុអីបានជាត្រូវជ្រើសរើសយក the world most used human insulin ពីក្រុមហ៊ុន Novo Nordisk ដោយសារតែយើងមានបទពិសោធន៍នៅក្នុងការផលិតតែពពួក insulin ហ្នឹង insulin គឺជាង100ឆ្នាំហើយមានការប្រើប្រាស់ច្រើនជាងគេនៅលើពិភពលោកអញ្ចឹងលោកគ្រូអ្នកគ្រូដឹងហើយតាក់ទងជាមួយនឹងថ្នាំពពួក generic ក៏ដូចជា biosimilar ផ្សេងវាពិបាកនៅក្នុងការដែលផលិតឲ្យដូចទៅជាមួយនឹងថ្នាំដែល original ពពួក human insulin ណាអញ្ចឹងបើសិនជានៅក្នុងករណីប្រៀបធៀបចំពោះការប្រើប្រាស់ពពួក insulin ជាមួយនឹងការប្រើប្រាស់ពពួក oral anti diabetes គេសង្កេតឃើញថានៅកាលណាដែលប្រើប្រាស់2មុខ3មុខមានប្រសិទ្ធភាពគ្រាន់បើតែដល់ពេលឡើងទៅដល់3គេហៅថា4មុខគឺប្រសិទ្ធភាពគឺកាន់តែធ្លាក់ចុះខ្លាំងមូលហេតុគឺដោយសារតែ beta cell មានការថយចុះនៅមុខងាររបស់វាក៏ដូចជាកោសិកា beta cell មានការថយចុះចឹងដូចនៅក្នុងនេះផងដែរជាទូទៅគេនិយាយថា beta cell របស់អ្នកដែលមានសុខភាពល្អគឺពី1លានទៅ2លានអញ្ចឹងបើសិនជាគាត់មានករណីដែលគាត់មានជំងឺទឹកនោមផ្អែមរយៈពេលយូរឬមួយក៏មានការប្រើប្រាស់ថ្នាំគ្រាប់ច្រើនអញ្ចឹងវាទៅ suppress ដល់ពួក beta cell អញ្ចឹងដែលធ្វើឲ្យងាយនៅក្នុងការដែលថយចុះនៅទំហំ beta cell នៅចំនួន beta cell អញ្ចឹងហើយបានជា insulin គឺជាផលិតផលមួយដែលអាចជួយអ្នកជំងឺឲ្យគាត់បានបន្តមានគេហៅថាការរស់នៅបន្តដោយធម្មតាបានអញ្ចឹងជាទូទៅបើតាមការសិក្សាជាទូទៅមនុស្សយើងទាំងពេលអាហារហើយនិងពេល basal គឺបញ្ចេញ beta cell របស់យើងនឹងបញ្ចេញបាន50 unit ជាទូទៅជាធម្មតាអញ្ចឹងបើសិនជាករណីដែលកោសិកាថយចុះពាក់កណ្ដាលអញ្ចឹងតម្រូវការ50 unit ក្នុងមួយថ្ងៃវាថយមកបញ្ចេញបានតែ25អញ្ចឹងអា25ទៀតខ្វះដែលត្រូវការបញ្ចូល insulin ពីខាងក្រៅបើសិនជាប្រៀបធៀបជាមួយនឹងពពួក oral anti diabetes ផ្សេងទៀតគឺមានតែ insulin ទេជាពិសេសពពួក insulin premix ដែលវាមានប្រសិទ្ធភាពនៅក្នុងការបញ្ចុះ hemoglobin A1C បានល្អបើប្រៀបធៀបទៅជាមួយនឹងពពួកផលិតផលឱសថពពួក oral anti diabetes ផ្សេងទៀតអញ្ចឹងតាមការសិក្សាបញ្ជាក់ឲ្យឃើញថារាល់ដែលការបញ្ចុះ hemoglobin A1C តែ 1% ទេគឺមានប្រសិទ្ធភាពនៅក្នុងការដែលកាត់បន្ថយហានិភ័យនៃ complication បានរហូតទៅដល់ទៅច្រើនភាគរយដោយលោកគ្រូអ្នកគ្រូបានឃើញអញ្ចឹងមានន័យថា
បើសិនជាក្នុងករណី control មួយខែទៅមួយខែអត់ចុះ hemoglobin A1C ទេលោកគ្រូអ្នកគ្រូអាចupgrade ឬមួយក៏បង្កើននៅគេហៅថាការព្យាបាលហ្នឹងតាមដំណាក់កាលនីមួយៗអញ្ចឹងដូចជំរាបជូនលោកគ្រូអ្នកគ្រូអញ្ចឹងថាតកតងជាមួយនឹងពពួក human insulin យើងមាន max start ដែលវាជាពពួក premix short acting ហើយនឹង long acting ចាក់តែមុំបញ្ជុលគឺ control បានទាំងពីរជាក់ស្ដែងនៅក្នុងមន្ទីរពេទ្យរបស់យើងមានពពួក vial ដែលក្នុងមួយដបមាន 1000 អ៊ុយនីតេហើយយើងក៏មានពពួក penfill ដែលក្នុងមួយដបមាន 300 អ៊ុយនីតេហើយក្នុងមួយប្រអប់យើងមាន5ដបហើយនេះគឺលោកគ្រូអ្នកគ្រូធ្លាប់បានឃើញហើយពួក insulatase មានប្រសិទ្ធភាព2ម៉ោងក្រោយពីការចាក់atrapid មានប្រសិទ្ធភាពកន្លះម៉ោងក្រោយពីការចាក់ហើយ control ជាស្ករនៅបន្ទាប់ពីអាហារ Novomix ជាប្រភេទ premix acting premix insulin ដូចគ្នាទៅជាមួយនឹង Max Start ដែរក៏ប៉ុន្តែជាប្រភព insulin analog វាជាប្រភេទinsulin ដែលរួមបញ្ចូលពពួក insulin aspart ដែលវាមានប្រសិទ្ធភាពត្រឹមតែ5ទៅ10នាទីក្រោយពីការចាក់ឯងអញ្ចឹងបើប្រៀបធៀបជាមួយនឹង Max Start ដែលកន្លះម៉ោងលោកគ្រូអ្នកគ្រូត្រូវចាក់មុនបាយកន្លះម៉ោងអញ្ចឹងឧទាហរណ៍ថាដូចឥឡូវអញ្ចឹងយើង plan ថាបាយនៅម៉ោង12តែធៀបពិតយើងត្រូវ delay ទៅដល់ម៉ោង12កន្លះអញ្ចឹងទៅអញ្ចឹងបើសិនជា plan ថាម៉ោង12យើងចាក់ម៉ោង11កន្លះអញ្ចឹងលោកគ្រូអ្នកគ្រូពេលដែល late ហ្នឹងគឺ hypoglycemia ហើយតែដែល like Novomix អត់ទេ Novomix លោកគ្រូអ្នកគ្រូគ្រាន់តែពេលដែលខាងក្រុមការងារឬមកខាងលោកគ្រូអ្នកគ្រូថាបញ្ចប់កម្មវិធីហ្នឹងដើម្បីយើងទៅហូបបាយយើងអាចចាក់ហើយយើងចុះទៅហូបបាយតែម្ដងអញ្ចឹងមានភាពងាយស្រួលបត់បែនសម្រាប់អ្នកដែលគាត់គេហៅថាមានគេហៅថាការងារមមាញឹកច្រើនអញ្ចឹងគាត់អាច plan នៅក្នុងការហូបបាយបាននេះគាត់ត្រូវ flexible អញ្ចឹង Novomix គឺងាយស្រួលហើយទុកដាក់ក៏ងាយស្រួលដែរលោកគ្រូអ្នកគ្រូអាចដាក់តែក្នុងកប៉ៅមកបានហើយប៊ិចប៉ប៉ិនមេដៃប្រហែលជាប៉ប៉ិនទឹកលុបអញ្ចឹងងាយស្រួលជាងពពួកដបគាត់ត្រូវការសារ៉ាងតាមខ្លួនអីចឹងទៅអញ្ចឹងតកតងមួយនឹងការប្រើប្រាស់គឺងាយស្រួលត្រង់ថាយើងចាក់ម្ដងអាច control បានទាំង PPG និង FPG ហើយប្រសិទ្ធភាពទៅលើថ្នាំគ្រាប់គឺមានប្រសិទ្ធភាពខ្ពស់ជាពិសេសចាក់មួយថ្ងៃ2ដងមានប្រសិទ្ធភាពជាងចាក់មួយថ្ងៃម្ដងអញ្ចឹងចំពោះការ study នេះបើសិនជាលោកគ្រូអ្នកគ្រូចង់បាន full study ខ្ញុំក៏នឹងរីករាយនៅក្នុងការផ្ញើជូនដែរហើយនៅក្នុងការ study នេះគឺពិសេសត្រង់ថារាល់ជំងឺដែលគេយកមក study គឺត្រឹមតែកើតជំងឺទឹកនោមផ្អែមត្រឹមតែ2ឆ្នាំទៅ5ឆ្នាំទេអញ្ចឹងទើបតែកើតទេអញ្ចឹងហើយវាមានប្រសិទ្ធភាពល្អទៅលើការបញ្ចុះ hemoglobin A1C ហើយតកតងជាមួយនឹងការ control score ទាំង PPG ទាំង FPG ក៏ដូចជា hemoglobin A1C ហ្នឹងបានល្អចំពោះ Novomix ប្រសិទ្ធភាពផ្សេងទៀតដែលតកតងជាមួយនឹង hemoglobin A1C មានការបញ្ចុះបានល្អរហូតដល់ទៅ 1.41% នៅក្នុងរយៈពេល3ខែនៅក្នុងការសិក្សានឹងឯងហើយចំពោះការសិក្សាជាមួយនឹងពពួកcollagen 100ដែលលោកគ្រូអ្នកគ្រូដឹងហើយចាក់មួយថ្ងៃម្ដងអញ្ចឹងជាទូទៅនៅពេលដែលពួក collagen នៅពេលដែលចាក់ដំបូង FPG មានការចុះបានល្អជាងក៏ប៉ុន្តែនៅក្នុងការចាក់សប្តាហ៍ទី26ឡើងទៅគឺ Novomix មានប្រសិទ្ធភាពល្អជាងចំពោះការប្រើប្រាស់រយៈពេលយូរបាទចឹងនេះក៏យើងមានជា full study ដែរតែគាត់ណាថ្ងៃនេះយើងមានពេលខ្លីឥឡូវស៊ីពេលប្រហែលជា7នាទីហើយលោកគ្រូឲ្យ10នាទីអញ្ចឹងតកតងជាមួយនឹងប្រសិទ្ធភាពផ្សេងទៀតបើយើង control ជាមួយបើយើងប្រៀបធៀបទៅជាមួយនឹងពួក Max Start វាមានការកាត់បន្ថយហានិភ័យនៃ hypoglycemia បានរហូតដល់ 55% ជាទូទៅហើយនៅពេលយប់ hypoglycemia ពពួក nocturnal យើងកាត់បន្ថយបានរហូតដល់ទៅ 50% ហើយធម្មតាយើងកាត់បន្ថយបាន 55%ហើយតកតងជាមួយនឹងការបញ្ចុះគេហៅថាកាត់បន្ថយនៅហានិភ័យនៃជំងឺបេះដូងបាន12ទៅ 17% ផងដែរហើយមានការ sell ថវិកាបានច្រើនជាងអញ្ចឹងនៅក្នុងករណី sell ថវិកានេះលោកគ្រូនៅគ្រូថាមួយមកប្រអប់ជាង$50មួយទៀតមកប្រអប់ជាង$10ហេតុអីមិនកាត់បន្ថយការណាតែកាត់បន្ថយពួកហានិភ័យ complication បានល្អអញ្ចឹងការដែលគាត់នឹងចំណាយលុយបន្ទាប់ទៅទៀតហ្នឹងនៅក្នុងការលាងឈាមឬក៏ក្នុងអីផ្សេងហ្នឹងដែលគាត់បន្ទាប់ពី complication ហ្នឹងគឺកាត់បន្ថយលុយពីពេលហ្នឹងទៅអញ្ចឹងបើសិនជាប្រៀបធៀបតម្លៃ
ពេលដែលចាប់ផ្ដើមវាហាក់ដូចជាថ្លៃជាងក៏ប៉ុន្តែបើសិនជាកាត់បន្ថយនៃហានិភ័យឬមួយក៏ complication គឺការតតាតម្លៃហ្នឹងវាតិចជាងហើយគេ control គេ compare មួយទៀតតាក់ទងជាមួយនឹង basal balloon អញ្ចឹង basal balloon លោកគ្រូអ្នកគ្រូត្រូវចាក់មួយថ្ងៃ4 ដងម្ដងពេលយប់ហើយបន្ទាប់មកពេលបាយម្ដងទៀត3 ដងអញ្ចឹងអ្នកជំងឺពេលខ្លះគាត់ពិបាកក៏ប៉ុន្តែចំពោះនៅបំមិចលោកគ្រូអ្នកគ្រូអាចចាប់ផ្ដើមពីមួយថ្ងៃម្ដងក៏បានដែរម្ដង2 ដង3 ដងយ៉ាងច្រើនគឺចាក់មួយថ្ងៃ3 ដងដើម្បី control ឲ្យបានល្អអញ្ចឹងលោកគ្រូអ្នកគ្រូថាប្រសិទ្ធភាពល្អហើយក៏ប៉ុន្តែដល់ពេលដែលយើងជ្រើសរើសយកផលិតផលដែលអត់សមស្របដែលមិនមែនជាផលិតផលស្របច្បាប់នៅក្នុងប្រទេសកម្ពុជារបស់យើងអញ្ចឹងដែលធ្វើឲ្យអ្វីដែលលោកគ្រូអ្នកគ្រូទទួលបានហ្នឹងអត់ដូចជាអ្វីដែលខ្ញុំបានធ្វើការបាត់បង្ហាញនៅក្នុងថ្ងៃនេះទេព្រោះប្រសិទ្ធភាពគឺជារឿងសំខាន់ដោយសារតែពពួកអ៊ីនស៊ូលីនទាំងអស់ត្រូវការស្តនៅក្នុង2ទៅ8អង្សាសេហើយទោះបីជា1ម៉ោងឬក៏2ម៉ោងនៅក្នុងការដែលយើង control អត់បានហ្នឹងក៏ផលិតផលរបស់យើងអាចនឹងមានប្រសិទ្ធភាពធ្លាក់ចុះទៅតាមនោះដែរចឹងហើយបានជាក្រុមហ៊ុន Select Pharma បង្កើតនៅ app មួយជាពពួក Easy Tracker ដែលលោកគ្រូអ្នកគ្រូអាច tracking ទៅដល់ផលិតផលរបស់លោកគ្រូអ្នកគ្រូដែលកំពុងប្រើប្រាស់ហ្នឹងវាជាផលិតផលសុទ្ធរបស់ Select Pharma នាំចូលចែកចាយគេថាមាន license ពីខាង Novo Nordisk ស្របច្បាប់ឬក៏អត់ចឹងក៏សូមអរគុណលោកគ្រូអ្នកគ្រូទាំងអស់ដែលបានចំណាយពេលសូមអរគុណបាទសូមអរគុណ